ហូលីនិងកំតិចកំទីស្ថិតនៅពេញស្ទូឌីយោទូរទស្សន៍រដ្ឋអេរ៉ង់ហើយអ្នកអានព័ត៌មានម្នាក់បានរត់ចេញពីមុខកាមេរ៉ាកាលពីថ្ងៃច័ន្ទនៅទីក្រុងតេហេរ៉ង់នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារក្នុងកំឡុងពេលផ្សាយផ្ទាល់1 ម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានចេញសេចក្តីព្រមានសម្រាប់ទីក្រុងតេហេរ៉ង់នាងសាហាអ៊ីម៉ានីអ្នកអានព័ត៌មាននៅបណ្ដាញព័ត៌មានអ៊ីរ៉ង់ត្រូវបានគេរកឃើញចេញពីកាមេរ៉ាយ៉ាងប្រញាប់ខណៈអេក្រង់នៅពីក្រោយនាងត្រូវបានកាត់ផ្ដាច់មនុស្សនៅកន្លែងផ្សាយត្រូវបានឮនិយាយថាអាឡាហ៊ូអាម៉ាដែលជាឃ្លារបស់អារ៉ាប់ប្រែថាព្រះជាម្ចាស់ដ៏អស្ចារ្យការផ្សាយបានបដូរទៅកម្មវិធីដែលបានថតទុកជាមុនភ្លាមមិនយូរប៉ុន្មានអ៊ីម៉ានីបានត្រឡប់មកផ្សាយផ្ទាល់ពីស្ទូឌីយោមួយផ្សេងទៀតហើយត្រូវបានគេឃើញនិយាយជាមួយអ្នកអានព័ត៌មានម្នាក់ទៀតរូបភាពបង្ហាញពីផ្សេងនិងអណ្ដាតភ្លើងត្រូវបានគេឃើញនៅលើមេឃក្រោយមកស្ថានីយ៍នេះត្រូវបានប្រកាសថាអគារនេះត្រូវបានវាយប្រហារដោយគ្រាប់បែកចំនួន4គ្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលកាត់បានទទួលខុសត្រូវភ្លាមចំពោះការវាយប្រហារនេះដោយអះអាងថាអាជ្ញាធរផ្សព្វផ្សាយការឃោសនានិងការញុះញង់របស់រដ្ឋអ៊ីស្រាអែលត្រូវបានវាយប្រហារដោយកម្លាំងការពារអ៊ីស្រាអែលបន្ទាប់ពីមានការជម្លៀសប្រជាជននៅតំបន់នោះយ៉ាងទូលំទូលាយលោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងនឹងវាយប្រហារមេដឹកនាំអេរ៉ង់នៅគ្រប់ទីកន្លែងលោកអ៊ីម៉ាសែលបាមីអ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអេរ៉ង់បានថ្កោលទោសការវាយប្រហារនេះដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិទាមទារយុត្តិធម៌ចំពោះការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយវីដេអូមួយដែលបានចែកចាយនៅលើបណ្ដាញសង្គមបង្ហាញថាអគារ RINN ដែលគេស្គាល់ថាជាអគារកញ្ចាស់ឡូដែលកំពុងឆេះនោះមិនទាន់មានរបាយការណ៍ផ្លូវការណាមួយអំពីចំនួនអ្នករងគ្រោះនិងអ្នករបួសពីឧបទ្ទវហេតុនេះទេអ្នកអានព័ត៌មានម្នាក់បាននិយាយទៅលើកញ្ចក់ទូរទស្សន៍ថាមានសហសេវកមួយចំនួនបានរងគ្រោះប៉ុន្តែក្រុមគ្រួសាររបស់ពួកគេមិនគួរព្រួយបារម្ភឡើយបណ្ដាញព័ត៌មានដដែលនិយាយថាកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនឥឡូវនេះត្រូវបានផ្ទេរទៅកាន់ស្ទូឌីយោមួយផ្សេងទៀតដែលស្រដៀងទៅនឹងស្ទូឌីយោវិទ្យុ1 ម៉ោងមុនពេលព្រឹត្តិការណ៍នេះកើតឡើងយោធាអ៊ីស្រាអែលបានចេញសេចក្តីព្រមានឲ្យជម្លៀសប្រជាជនដែលមានមនុស្សរហូតដល់33នាក់នៅតំបន់មួយស្ថិតនៅកណ្ដាលទីក្រុងតេហេរ៉ង់ដែលរួមមានទូរទស្សន៍រដ្ឋនិងទីស្នាក់ការប៉ូលីសរបស់ប្រទេសអេរ៉ង់ព្រមទាំងមន្ទីរពេទ្យធំៗចំនួន3ទន្ទឹមនឹងនេះអេរ៉ង់បានប្រកាសខ្លួនថាអញមីស៊ីលនឹងចំនួនប្រមាណ100គ្រាប់និងបានសន្យាថានឹងសងសឹកបន្ថែមទៀតចំពោះការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធានិងនុយក្លេអ៊ែររបស់ខ្លួនដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់224នាក់ក្នុងប្រទេសនេះចាប់តាំងពីថ្ងៃសុក្ររហូតមកដល់ពេលបច្ចុប្បន្ននេះមនុស្ស24នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិង500នាក់ទៀតរងរបួសបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង370គ្រាប់និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងនេះបើតាមមន្ត្រីអ៊ីស្រាអែលអង្គការគណៈកម្មាធិការការពារអ្នកសារព័ត៌មាន CPJ បាននិយាយថាខ្លួនមានការរន្ធត់ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋអេរ៉ង់កំឡុងពេលផ្សាយផ្ទាល់ CPJ ថ្លែងថាការសម្លាប់អ្នកសារព័ត៌មានជិត200នាក់នៅកាហ្សាបានជំរុញឲ្យអ៊ីស្រាអែលកំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់យោងតាមកំណត់ត្រារបស់អង្គការសហប្រជាជាតិនិង CPJ យុទ្ធនាការរបស់អ៊ីស្រាអែលនៅកាហ្សាបានសម្លាប់អ្នកសារព័ត៌មាននិងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ចំនួន173នាក់ចាប់តាំងពីខែតុលាឆ្នាំ2023មក